ចង់ដឹងអត់ថារថយន្តដឹកទំនិញ Isuzu មកតាន់កន្លះមានចំណុចពិសេសអ្វីខ្លះជំរាបសួរខ្ញុំបាទមណៈជាទីប្រឹក្សាផ្នែកលក់របស់រថយន្តដឹកទំនិញ Isuzu នៅខាងក្រោយខ្ញុំបាទនេះជារថយន្តដឹកទំនិញ Isuzu មកតាន់កន្លះ model QMR ស៊េរីឆ្នាំ2025ដែលផលិតនៅប្រទេសជប៉ុនសម្រាប់រថយន្តនេះផងដែរគឺបានបំពាក់មកជាមួយនឹងម៉ាស៊ីនចំនួនថ្មីទំហំ 3.0 លីត្រចំនួន4ស៊ីឡាំងដែលប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Common Rail Turbo ដែលជំនួយឲ្យម៉ាស៊ីនរថយន្តកាន់តែមានកម្លាំងខ្លាំងស៊ីប្រេងតិចនិងមានសម្លេងស្ងាត់ល្អដោយ100គីឡូស៊ីប្រេងត្រឹមតែ9លីត្រកន្លះតែប៉ុណ្ណោះអ្វីដែលកាន់តែពិសេសគឺរថយន្តនេះគឺបានបំពាក់មកជាមួយនឹងប្រព័ន្ធ ECU ដែលអាចកត់ត្រារាល់ទិន្នន័យនៃការប្រើប្រាស់រថយន្តជាក់ស្ដែងដូចជាកម្រិតនៃការស៊ីប្រេងចំនួនដងនៃការជន់ហ្គាជន់ប្រាំងឬការ៉ង់ទីជាដើមសម្រាប់បងដែលចង់ដឹងទិន្នន័យទាំងអស់នោះបងអាចយករថយន្តមកត្រួតពិនិត្យនៅវិជ្ជមណ្ឌលថែទាំនិងជួសជុលរបស់ក្រុមហ៊ុនរថយន្តដឹកទំនិញ Isuzu បានសម្រាប់ជាទៀសរបស់រថយន្តជាប្រភេទជាទៀសដប់ដែលយើងធ្វើនៅក្រៅសាក់ស៊ីដែលជួយឲ្យរថយន្តដឹកទំនិញបានធ្ងន់និងមានលំនឹងនៅពេលបើកបរទម្រង់ប្រេងរបស់រថយន្ត2ជាន់ដែលអាចច្រោះប្រេងបានល្អនិងមាន sensor ផ្ដល់លំនឹងនៅពេលមានទឹកចូលធុងប្រេងចម្ដុះ75លីត្រដែលងាយស្រួលធ្វើដំណើរបានផ្លូវឆ្ងាយមិនខាតពេលវេលាក្នុងការចុះចាក់ប្រេងច្រើនដងហើយក៏មានសោចាក់ការពារកាប៊ីនរថយន្តគឺមានទម្ងន់ស្រាលអាចកាច់បើកបាន55ដឺក្រេហើយក៏មានភ្ជាប់មកជាមួយនឹង sensor សម្រាប់ផ្ដល់ដំណឹងនៅពេលដែលយើងបិទកាប៊ីនអត់ជិតកង់ក្រោយរបស់រថយន្តជាប្រភេទកង់ឌុបដែលសម្បកប្រើប្រាស់នៅសម្បកលេខ700រង្វង់យ៉ាង16ចំនួន12ភ្លីហើយកង់ទាំង6របស់រថយន្តគឺមានទំហំប៉ុនគ្នាសម្រាប់សាច់ទ្រុងគឺយើងធ្វើបានបណ្ដោយរហូតដល់3ម៉ែត្រកន្លះទៅតឹង1ម៉ែត្រ9កម្ពស់1ម៉ែត្រ9និងអាចផ្ទុកទំនិញរហូតដល់ 10.58 ម៉ែត្រគីប Isuzu ជាកម្ពុជារថយន្តដែលផលិតនៅប្រទេសជប៉ុននាំចូលពីប្រទេសជប៉ុនមានកិត្តិនាមលើភាពធន់មាំសំចៃប្រើប្រាស់បានយូរម៉ាស៊ីនមានកម្លាំងខ្លាំងសម្រាប់បងដែលមានចម្ងល់អាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលដាក់នៅខាងក្រោមឬក៏តាមរយៈ Facebook Page ផ្លូវការរបស់ Isuzu Truck Cambodia បាទជាដំបូងយើងខ្ញុំទាំងពីរនាក់សូមគោរពជំរាបសួរដល់បងដែលរស់នៅក្នុងទីក្រុងភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តនានាហើយក៏សូមគោរពជំរាបសួរទៅដល់អតិថិជនរបស់រថយន្តដឹកទំនិញ Isuzu ទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទសវណ្ណរានេះខ្ញុំសៀកណេងពួកយើងទាំងពីរនាក់នឹងធ្វើបទបង្ហាញនិយាយអំពីរថយន្តដឹកទំនិញ Isuzu ចំណុះ1តោនកន្លះជូនទៅពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងឱកាសបន់ភ្ជុំបិណ្ឌនេះក៏ខាងក្រុមហ៊ុនយើងមានប្រូម៉ូសិនច្រើនមែនទែនផ្ដល់ជូនទៅអតិថិជនហើយសម្រាប់ក្នុងរដូវភ្ជុំនេះទៅបានវត្តទេអូនខ្ញុំបានទៅ3វត្តទេចាបងអូយបងទៅបាន2វត្តព្រោះដោយសារតែមួយរយៈនេះយើង delivery ឡានច្រើនភ្ញៀវគាត់ត្រូវការយកឡានមុនភ្ជុំអញ្ចឹងណាអញ្ចឹងរៀងរវល់បន្តិចមានទៅតែចុងសប្តាហ៍មិនយើងអាចបានទៅតាមវត្តផ្សេងទៀតអូខេអញ្ចឹងថ្ងៃនេះផងដែរពួកយើងនឹងទាំងពីរនាក់នឹងធ្វើបទបង្ហាញអំពីរថយន្តដឹកទំនិញ Isuzu ដែលនៅពីក្រោយខ្នងពួកយើងទាំងពីរនាក់នេះគឺជាប្រភេទរថយន្តដឹកទំនិញចំណុះ1តោនកន្លះរបស់ Isuzu សម្រាប់ការ design យ៉ាងណាដែរអូនសម្រាប់ការ design របស់ឡានរបស់យើងនិយាយទៅសម្រាប់ការ design រថយន្ត QMR 77S ដែលជាប្រភេទរថយន្ត1តោនកន្លះរបស់យើងនេះគឺគេ design ឡើងជាលក្ខណៈរាងប្រអប់4ជ្រុងបងល្អចាសម្រាប់ការ design នេះគឺគេ design មករបៀបថាលេចធ្លោវាអត់ញ៉ៃញ៉ៃវាសាមញ្ញបងមើលសសាមែនតើសសាមែនតើបើឃើញផ្ទៃនេះគឺរាបស្មើតែម្ដងចាហើយសម្រាប់ផ្នែកខាងមុខនៃកាប៊ីនរថយន្តរបស់យើងនេះក៏មានចំណុចពិសេសមួយចំនួនដែរអញ្ចឹងណាបងអូខេអូនអាចជម្រាបទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទេតើចំណុចពិសេសនៅខាងមុខរបស់យើងឡានរបស់យើងនឹងមានអីខ្លះដែលជាចំណុចពិសេសចាបើសិនជាយើងកលេចមកមើលដំបូងគឺយើងឃើញក្រុមមេដែលផុសដែលជាផ្លាកសញ្ញា Isuzu គឺស្អាតមែនតើបងចាហើយសម្រាប់ខាងនេះគឺសញ្ញា Turbo Intercool ដែលបញ្ជាក់ថារថយន្តរបស់យើងគឺប្រើ Turbo អញ្ចឹងណាបងបាទអូនបាទសម្រាប់ Turbo នេះក៏វាមានចំណុចពិសេសដែររថយន្តដែលប្រើប្រភេទនេះអញ្ចឹងណាបងឥឡូវយើងទៅប៉ាណារថយន្តរបស់យើងដែលប៉ាណារថយន្តរបស់យើងនេះគេ design ឡើងមានលក្ខណៈជារាងសញ្ញាព្រួញ2ជាន់ហើយចំណុចនេះគឺវាមានប្រឡោះធំនេះគឺដើម្បីឲ្យនៅពេលដែលបងប្អូនគាត់ប្រើប្រាស់ទៅខ្យល់វាចូលទៅត្រជាក់ម៉ាស៊ីនត្រជាក់ដល់ម៉ាស៊ីនងាយស្រួលនៅក្នុងការបើកបរយើងអត់ធ្វើឲ្យម៉ាស៊ីនរបស់យើងឡើងកម្ដៅទេនៅពេលដែលខ្យល់ចូលគ្រប់គ្រាន់ចេះយើងបើកបរផ្លូវឆ្ងាយគឺម៉ាស៊ីនរបស់យើងអត់ឡើងកម្ដៅហើយរត់ទៅ smooth ទៀតអូខេវាអត់ឡើងកម្ដៅអញ្ចឹងការស៊ីប្រេងក៏វាកាត់តាមនឹងដែរហ្នឹងហើយកាត់បន្ថយទៅតាមនឹងដែរល្អមែនតើព្រោះដោយសារតែយើងទទួលបានការគ្រប់គ្រងច្រើនមែនតើពីសំណាក់អតិថិជនណាប្រភេទ1តោនកន្លះនេះព្រោះដោយសារតែទី1គឺសំចៃងាយស្រួលនៅក្នុងការបើកបរអាចនិយាយបានថាយើងបើកបរក្នុងក្រុងរត់តែពិសេសទេមានចំណុចមួយដែលបងចង់ជំរាបជូនទៅអតិថិជនដែរតែទៅនឹងស្លាកលេខរបស់យើង1តោនកន្លះគឺយើងធ្វើបានស្លាកលេខក្បាល2មានន័យថាយើងងាយស្រួលមែនតើនៅក្នុងការបើកបរក្នុងក្រុងយើងដឹកទំនិញទៅឲ្យអតិថិជនឬមួយក៏យើងអាចចល័តទៅកន្លែងណាកន្លែងនេះវាស្រួលមែនតើយើងអត់ពិបាកទេបាទបងចា
អូខេអញ្ចឹងយើងនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាយើងមកមើលជំហាននៃការ design របស់រថយន្ត Isuzu របស់យើងតើពិសេសមានពិសេសអីផ្សេងទៀតអញ្ចឹងណាអូនអូខេសម្រាប់នៅខាងសម្រាប់នៅខាងជំហានរបស់យើងអូនអាចជួយបង្ហាញទៅអតិថិជនបានទេតើយើងមានចំណុចពិសេសអីទាក់ទងនឹងសម្រាប់ចំណុចជំហាននៃរថយន្តរបស់យើងនេះសម្រាប់កន្លែងនេះគឺជាភ្លើងជំនួយសម្រាប់កន្លែងនេះគឺពិសេសមែនតើចាវាជួយដល់ទៅអ្នកដែលគាត់បើកបរតាមដងផ្លូវជាមួយយើងផងដែរឲ្យគាត់ដឹងអញ្ចឹងណាចាវាអាចកាត់បន្ថយការគ្រោះថ្នាក់ផ្សេងៗបានដែរអញ្ចឹងណាបាទចាហើយសម្រាប់ទ្វារនៃរថយន្តរបស់យើងគឺវាមានរាងប្រឈរអញ្ចឹងនៅពេលដែលបងប្អូនចាប់កាន់គឺដៃយើងវាស្រួលអញ្ចឹងវាស្រួលបើកទ្វារយើងស្រួលបើកទ្វារហ្នឹងហើយអូនត្រូវពេលដែលបងប្អូនបើកទ្វាររថយន្តរបស់យើងមកគឺបងប្អូនអាចមើលស៊ុមនៃរថយន្តរបស់យើងគឺវាមានទំហំធំអញ្ចឹងនៅពេលដែលបងប្អូនឡើងទៅគឺវាអត់ទៅទេវាមានភាពងាយស្រួលចា៎អូខេអូនមុននឹងចូលទៅដល់ផ្នែកខាងក្នុងនៃកាប៊ីនរថយន្តខ្ញុំចង់បង្ហាញចំណុចពិសេសតូចៗដែលនៅផ្នែកចំហៀងរថយន្តរបស់យើងចាប់កាន់នេះគឺមានជាលក្ខណៈរាងគ្រើមតិចនៅពេលដែលបងប្អូនគាត់បើកបរគាត់ទាញបិទវាមានលំនឹងវាអត់ល្អហ្នឹងហើយហើយសម្រាប់កន្លែងនេះគឺគេហៅថាអញនិយាយថាដកអាមរ៉េតនៅពេលដែលបងប្អូនបើកអីចុកដៃអីអាចតម្រេតដៃសម្រាប់បានហើយវាមានទំហំធំដាក់មកវាអត់ល្អទេបងនេះគឺជាចំណុចពិសេសរបស់រថយន្តរបស់ Isuzu របស់ជប៉ុនរបស់យើងណាដោយសារតែការ design និងការគិតគូរគឺយើងល្អមែនតើយើងគិតពីការបើកបររបស់ driver ដែលគាត់កំពុងតែធ្វើដំណើរនៅពេលដែលគាត់ហត់គាត់អីគាត់អាចដាក់ដៃគាត់បើកអញ្ចឹងយើងអាចសម្រាប់ដៃសម្រាប់អីបានខ្លះដែរអញ្ចឹងណាអូនអូខេពិសេសមែនតើវាតិចតែវាជួយបានបាទជួយបានច្រើនហ្នឹងហើយវាជាចំណុចមួយទូចប៉ុន្តែអាចដោះស្រាយបញ្ហាបានខ្លះចាសម្រាប់ខាងក្រោមនេះគឺយើងអាចដាក់ឯកសារបានយើងចំណេញស្បេះចាបាទចាបងចាអូខេអញ្ចឹងខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនរបស់យើងទៅមើលការ design នៅខាងក្នុងបន្តិចអញ្ចឹងណាសម្រាប់ការ design នៅខាងក្នុងបងប្អូនពុកម៉ែបងប្អូនអរគ្នាគឺពិសេសមែនតើយើងងាយស្រួលនៅក្នុងការបើកបរណាតាក់ទងនឹងចង្កូតនេះបងយើងអាចសេរីបានមានន័យថាយើងសេរីចុះក្រោមឡើងលើទៅមុខថយក្រោយគឺយើងអាចសេរីបានការសេរីគឺងាយស្រួលមែនតើគឺអត់ពិបាកទេយើងអាចទាញឡើងដកឡើងចេះឬមួយក៏យើងអាចឡើងនឹងចេះទៅតាមមៀតឬមួយក៏ទៅតាមអ្វីដែលជាការបើកបររបស់បងណាវាងាយស្រួលអញ្ចឹងមានន័យថារថយន្តដឹកទំនិញ Isuzu គឺពិសេសមែនតើបងទាំងបើកបរទាំងភាពសន្សំសំចៃភាពរឹងមាំគឺផ្ដោតសំខាន់ខ្លាំងមែនតើហើយតាក់ទងនឹងអ៊ីនធឺណិតនៅខាងក្នុងនេះគឺជាប្រភេទ digital បងងាយស្រួលនៅក្នុងការមើលផ្លូវហើយបើសិនជាយើងមានសញ្ញាអីគឺវា alert ឲ្យយើងដឹងនៅមុខកុំព្យូទ័ររបស់យើងតែម្ដងហើយសម្រាប់ខាងក្នុងគឺទូលាយយើងអាចដាក់ឯកសារឬមួយក៏ដាក់កែវកាហ្វេអីគឺយើងមានទាំងអស់នៅក្នុងនេះហើយចំណុចពិសេសមួយទៀតបងសម្រាប់ឡាន Isuzu 1តោនកន្លះនេះអ្វីដែលពិសេសគឺម៉ាស៊ីនត្រជាក់គឺត្រជាក់មែនតើបង original ពីជប៉ុនតែម្ដងមានន័យថាបើកបរផ្លូវឆ្ងាយឬមួយក៏បើកបរអីគឺអត់ងាយហត់ទេបងស្រួលមែនតើហើយសម្រាប់ស្បែកពូកកស៊ូយើងនេះយើងងាយស្រួលក្នុងការសម្អាតមែនតើអាចនិយាយបានថាអត់ពិបាកបងប្រឡាក់អីឬមួយក៏អីពិបាកបោះបតាក់ជាប់អីអត់ទេគឺយើងងាយស្រួលសម្អាតគឺគ្រាន់តែជូតស្អាតហ្មងអញ្ចឹងណាបងអូខេអញ្ចឹងខ្ញុំនាំអារម្មណ៍បងយើងទៅមើលកាប៊ីនម៉ាស៊ីននៅខាងក្រោយសម្រាប់ប្រភេទរថយន្តដឹកទំនិញ Isuzu ចាបងអញ្ចឹងបងសុំបើកកាប៊ីនឲ្យបងប្អូនយើងមើលបាទសម្រាប់កាប៊ីននេះគឺស្រាលសូម្បីតែពួកខ្ញុំមើលស្រីនេះក៏បើកបានដែរវាមានម៉ាស៊័រជួយអញ្ចឹងណានេះបងប្អូនអាចមើលបានបាទសម្រាប់ម៉ាស៊ីនរបស់យើង1តោនកន្លះបងយើងដំណើរការដោយ4ម៉ាស៊ីនទំហំស៊ីឡាំងគឺ 3.0 លីត្រហើយសម្រាប់អមមកជាមួយនឹងប្រភេទintercool មានន័យថា turbo intercool ហ្នឹងគឺជួយឲ្យរថយន្តរបស់យើងហ្នឹងរត់ទៅស្ងាត់ហើយសន្សំសំចៃប្រេងបានច្រើនមែនតើអញ្ចឹងណាបងហើយសម្រាប់ខាងនេះបងអានេះយើងជាប្រភេទដែលយើងដាក់មកគឺដើម្បីជួយទប់កម្ដៅកុំឲ្យកម្ដៅម៉ាស៊ីនឡើងចូលទៅដល់ខាងក្នុងណាហើយឡាននេះអាចនិយាយបានថាការប្រើប្រាស់គឺល្អមែនតើសម្រាប់បងដែលមានគម្រោងនៅក្នុងការទិញរថយន្តដើម្បីយកទៅពង្រីកអាជីវកម្មរបស់បងខ្ញុំជឿជាក់ថាឡាននេះគឺអាចជួយសន្សំសំចៃបងបានច្រើនខ្លាំងមែនតើអូខេអូនមានអ្វីបន្ថែមសម្រាប់រថយន្ត Isuzu របស់យើងនេះសាក់ស៊ីគឺជាប្រភេទសាក់ស៊ីធ្វើមកពីដៃថែបបងហើយសម្រាប់សាក់ស៊ីនេះគឺក្រាស់មែនតើហើយល្អមែនតើអូនចាហើយមានបងប្អូនយើងឆ្ងល់ថាសាក់ស៊ីយើងមិនមានចន្លោះស្រាប់អញ្ចឹងណាបាទ
ចាតាមពិតកន្លែងនេះក៏មានចំណុចពិសេសដែរដោយសារតែខាងរោងចក្រគេបានចោះមកស្រាប់ដើម្បីនៅពេលដែលបងប្អូនយកទៅដំឡើងទ្រុងងាយស្រួលអញ្ចឹងបងប្អូនដំឡើងទ្រុងមកដឹងថាត្រូវយើងអត់ចោះទៅខុសសាច់ខុសអីអញ្ចឹងណាបងអូខេអូនចាអូខេអញ្ចឹងសម្រាប់ឡាន1តោនកន្លះនេះបើទ្រុងគឺយើងធ្វើបានប្រហែលដែរអូនតើតូននឹងទ្រុងចាសម្រាប់រថយន្ត1តោនកន្លះរបស់យើងនេះបើសិនជាបងប្អូនយកទៅធ្វើទ្រុងគឺបានដល់ទៅ3ម៉ែត្រកន្លះបងសម្រាប់បណ្ដោយចាបាទសម្រាប់3ម៉ែត្រកន្លះនេះគឺយើងធ្វើលើសាក់ស៊ីសិនណាបងយើងអត់មានតមានអីទេគឺវាអញ្ចឹងនៅពេលដែលបងប្អូនយកទៅប្រើប្រាស់គឺមាំហ្មងបងចាអូខេអូនអូខេល្អមែនតើសម្រាប់រថយន្ត Isuzu របស់យើងIsuzu គឺប៉ុងគឺធំមែនតើមានន័យថាយើងពេលដែលយើងដឹកធុនយើងជន់វាអត់ងាងម៉ាស៊ីនទេវាជួយឲ្យម៉ាស៊ីនរបស់យើងហ្នឹងដើរទៅ smooth ហើយស្អាតដើរទៅ smooth ហើយនឹងជួយទ្រទម្ងន់បានច្រើនយើងជន់ទៅគឺវាអត់ងាងម៉ាស៊ីនទេសម្រាប់រថយន្ត Isuzu អូខេចូលដល់មួយទៀតគឺចំណុចកង់ដប់របស់យើងបាទសបកកង់ហើយនឹងកង់អូនឯងជួយបន្ថែមបានចាសម្រាប់សបកកង់រថយន្តរបស់យើងនេះគឺសបកលេខ7យ៉ាង16ហើយមាន12ភ្លីសម្រាប់សបករថយន្តនេះគឺចំណុចមួយបងប្អូនអាចងាយស្រួលរកទិញនៅតាមទីផ្សារលេខនេះហើយចំណុចពិសេសទៅលើរថយន្ត Isuzu របស់យើងគឺកង់សកួរតែមួយនេះគឺបងប្អូនអាចប្រើបានទាំងកង់មុខទាំងក្រោយនិយាយទៅគឺអាចប្រើបានទាំងអស់ដោយសារតែសម្បកកង់រថយន្តរបស់យើងមានលេខប្រព័ន្ធគ្នាទាំងមុខទាំងក្រោយអញ្ចឹងណាបងប្អូនចាអញ្ចឹងសម្រាប់រថយន្ត Isuzu របស់យើងនេះបើនិយាយពី reservoir នៃការដាក់ប្រេងចំណុះតាម1តោនកន្លះហើយតែយើងអាចដាក់បានដល់75លីត្រអញ្ចឹងនៅពេលដែលបងប្អូនបើកផ្លូវឆ្ងាយអីគឺវាអត់ចំណាយពេលចោះចាក់សាំងច្រើនដងអីអញ្ចឹងណាបងប្អូនចាហើយឡាននេះអាចនិយាយបានថាបងសសំសំចៃហើយធន់មែនតើបងប្រើតកូននោះដែលចាស់ក៏តែនិយាយថា Isuzu តាទិញហើយប្រើមួយដឹងមួយតកូនតចៅហ្មងគឺជានេះហើយគឺជាចំណុចខ្លាំងរបស់ Isuzu បងទាំងអស់គ្នាព្រោះដោយសារតែឡានរបស់យើងគឺយើងជាផលិតផលរបស់ប្រទេសជប៉ុន 100% តែម្ដងអូខេអញ្ចឹងយើងចូលមកដល់ចំណុចstop នៅខាងក្រោយអីនេះបងអាចមើលបានគឺមានន័យថាជាការផ្ដល់សញ្ញាមួយដូចគ្នាដែរជាសញ្ញាសុវត្ថិភាពមួយដែលបងបើកបរទៅវាយើងងាយស្រួលអ្នកខាងក្រោយងាយស្រួលនៅក្នុងការមើលចា stop នេះក៏វាធំច្បាស់ល្អអញ្ចឹងណាបងត្រូវហើយអូនត្រូវហើយហើយបងនេះគឺជាកង់សកួរណាដែលខាងពួកខ្ញុំជំរាបជូនដល់បងវិញកង់សកួរនេះគឺប៉ិនគ្នាជាមួយកង់ទាំងអស់ទាំងអស់នេះគឺប៉ិនគ្នាហ្មងអញ្ចឹងនៅពេលដែលមានបញ្ហាណាមួយគឺយើងដាក់ដោះដូរគឺវាត្រូវគ្នាតែម្ដងវាអត់ពិបាកទេអញ្ចឹងឡាននេះគឺយើងមានសំណុំជាមកគឺស៊ីនមកពីជប៉ុនតែម្ដងហើយសាក់ស៊ីក៏យើងមិនមែនជាប្រភេទសាក់ស៊ីកាត់តអីដែរគឺអានេះគឺជាសាក់ស៊ីស៊ីនមែនតែនរបស់ជប៉ុនតែម្ដងអូខេអូនមានអ្វីបន្ថែមទៀតចង់បញ្ជាក់ប្រាប់បងប្អូនថារថយន្ត Isuzu របស់យើងគឺអាចបំពាក់ទ្រុងបានច្រើនមែនតែនគឺអាចបត់បែនទៅតាមតម្រូវការរបស់អតិថិជនមានទូតិចទូសែតនិយាយទៅគឺយើងអាចដំឡើងបានច្រើនមែនតែនចាយើងអាចធ្វើបានបងបែនក៏យើងធ្វើបានសែតក៏យើងធ្វើបានទ្រុងដឹកក៏យើងធ្វើបានទូកកក៏យើងធ្វើបានទូស្ងួតក៏យើងធ្វើបានដែរចាំមានន័យថាចេះIsuzu គឺបំពេញទៅតាមតម្រូវការរបស់អតិថិជនមានន័យថាអ្វីដែលជាតម្រូវការរបស់អតិថិជនគឺ Isuzu តែងតែធ្វើឲ្យអតិថិជនមិនឲ្យអតិថិជនខកបំណងទេហើយបងសម្រាប់ឡាន Isuzu 1តោនកន្លះនេះបងគឺជារថយន្តដែលយើងនិយាយបានថាលក់ដាច់ជាងគេណាបងលក់ដាច់ជាងគេមិនដែល1តោនកន្លះហ្នឹងគឺអាចថាលក់ដាច់ច្រើនជាងគេបងប្អូនគ្រប់គ្រងច្រើនមែនតើចាព្រោះដោយសារតែសន្ទុះនៃការគ្រប់គ្រងរបស់អតិថិជនហ្នឹងគឺទៅលើភាពធន់សសំចៃរឹងមាំនិងតម្លៃគឺពិតជាពិសេសមែនតើនៅក្នុងឱកាសបនភ្ជុំនេះគឺយើងមាន promotion បញ្ចុះតម្លៃច្រើនអញ្ចឹងវាជាឱកាសមួយដែរសម្រាប់បងដែលកំពុងតែស្វែងរកឡានដែលកំពុងតែចង់បានឡានយកទៅពង្រីកអាជីវកម្មអីគឺត្រូវមែនតើល្អមែនតើអូខេអូនមានអ្វីបន្ថែមមានលក្ខខណ្ឌពិសេសជូនដល់បងប្អូនយើងទាំងអស់គ្នាក្នុងការទិញរថយន្តណាត្រូវបងភ្លេចអូនអត់ជម្រាបគឺបងអត់ដឹងបងភ្លេចអញ្ចឹងសម្រាប់បងទាំងអស់គ្នានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះណាខាងក្រុមហ៊ុនរបស់យើងគឺយើងមានតាក់ទងទៅលើសេវាកម្មបងរំលោះដូចគ្នាដែរបើសិនជាក្នុងករណីបងគាត់មានលុយប៉ុន្តែគាត់ចង់ទុកលុយហ្នឹងដើម្បីទៅបង្កើតអាជីវកម្មឲ្យផ្សេងទៀតអញ្ចឹងគាត់ចង់ដឹងទៅលើព័ត៌មានរំលោះតាក់ទងនឹងការរំលោះបងយើងបែងចែកចេញជា2 option ឲ្យទៅអតិថិជនដែលគាត់ធ្វើការជ្រើសរើសទី1គឺការបងរំលោះសុទ្ធមានន័យថាzero down payment ណាអញ្ចឹងមានន័យថាគាត់ចង់បងរំលោះសុទ្ធក៏បានមួយទៀតគាត់ចង់បងរំលោះdeposit
10% 20% 30% 50% ទៅតាមតម្រូវការបរទេសជនដូចគ្នាដែរហើយសម្រាប់អត្រាការប្រាក់គឺល្អមែនទែនអាចនិយាយបានថាគឺល្អមែនទែនហើយក្នុងមួយខែតា0.8 ជាងអីខ្ញុំគិតថាវាជាការប្រាក់ដែលល្អមែនទែនហើយយើងអាចកម្ចីបានរហូតដល់108 ខែវាស្មើនឹង9 ឆ្នាំ 9 ឆ្នាំ បាទ9 ឆ្នាំគឺបានយូរមែនទែនអាចនិយាយបានថានេះជាកញ្ចប់មួយហើយនេះក៏ជាតម្លៃពិសេសមួយដែរសម្រាប់ទៅផ្ដល់ជូនទៅអតិថិជនទាំងអស់គ្នាអូខេអញ្ចឹងសូមនាំអារម្មណ៍បងយើងមកមើលនៅខាងមុខបន្តិចទៀតបងអាចបិទកាប៊ីនរថយន្តបាទអូនបងប្អូនយើងមើលថាសម្រាប់ការបិទកាប៊ីនណាបងគឺមានភាពងាយស្រួលមែនទែនអត់ពិបាកដល់បងទេយើងគ្រាន់តែទាយវាបន្តិចចេះមកហើយយើងកាច់វាចេះមកគឺរួចជាស្រេចតែម្ដងហើយខ្ញុំសូមជម្រាបជូនទៅបងមួយទៀតតាក់ទងទៅនឹងកាប៊ីននេះក៏មាន sensor ដែរបងsensor នៅចំណុចត្រង់ណាដោយសារតែនៅពេលដែលយើងបើកបរយើងបិទអត់ជាប់អីគឺវា alert ឲ្យយើងដឹងនៅលើតាប់ឡូតែម្ដងចាវាលឺសលេងឲ្យយើងដឹងតែម្ដងអញ្ចឹងវាជា safety មួយងាយស្រួលនៅក្នុងការយើងតាមដានណាអូនហើយចំណុចមួយទៀតដែលខ្ញុំចង់ជម្រាបជូនទៅបងឡានរបស់យើងគឺមាន report ចាបងអានេះជាចំណុចដែលពិសេសមួយណាដែលបងតែគិតថាIsuzu គឺល្អមែនតើចំណុចមួយនេះដែលយើងមិនអាចជម្រាបទៅអតិថិជនរត់បានទេឲ្យគាត់បានស្វែងយល់ឲ្យដឹងអញ្ចឹងអូនជម្រាបគាត់តិចទៅតើ report នឹងមានអីខ្លះចាសម្រាប់ report ហ្នឹងគឺយើងអាចហៅបានថាជាប្រភេទ ECU អញ្ចឹងសម្រាប់អាហ្នឹងគឺដូចយើង scan ខួរក្បាលរបស់រថយន្តអញ្ចឹងបើសិនជាយើងអាចថាយើងចង់តាមដាននៃការបើកបរថាយើងជន់ហ្វ្រាំងប្រហែលក្នុងក្រុងអីប្រហែលក្រងទីប្រហែលអញ្ចឹងបងប្អូនអាចតាមដានបានអញ្ចឹងណាយើងអាចទាញ report នឹងគ្រាន់តែបងប្អូនមកទីតាំង showroom យើងក៏យើងអាចឲ្យជាងយើងគាត់អាចទាញយក report ទាំងអស់ហ្នឹងបានអញ្ចឹងវាអាចជួយកាត់បន្ថយក្នុងការប្រើប្រាស់ដៃតកង់ឡានរបស់យើងគាត់ប្រើប្រាស់ឋានសំចៃឬមួយក៏អត់បានអញ្ចឹងណាបាទជាទូទៅតកែនៅពេលដែលគាត់ឲ្យទៅកូនចៅបើកបរអញ្ចឹងណាអូនគាត់ចេះឆ្ងល់ថាចំឡានបិចបើកទៅស៊ីសាំងម៉ែហេតុអីក៏ខុសពីគេអញ្ចឹងតាមពិតទៅអានេះដោយសារតែយើងអត់ដឹងនៅពេលដែលយើងមក check up មកខាង service គេ check up ជូនបងយើងអាចតាមដានដឹងហ្មងថាគាត់បើកបរគឺគាត់អត់បើកទេតែគាត់ក្រងទីឡានចោលមានន័យថាការក្រងទីឡានចោលបែបនេះហើយគឺធ្វើឲ្យរថយន្តរបស់យើងវាស៊ីប្រេងហើយមួយទៀតតាក់ទងទៅលើការបើកបរពេលដែលគាត់បើកបរគឺគាត់ជន់ហ្វ្រាំងប្រហែលដងគឺវានឹងshowឲ្យយើងដឹងតែម្ដងអញ្ចឹងវាជាចំណុចមួយបងសម្រាប់ទៅគាត់ដែលជាតកែឬមួយក៏គាត់ដែលជាអ្នកប្រើប្រាស់អានេះជាចំណុចមួយដែលយើងអាចតាមដានពីរថយន្តរបស់យើងបានដឹងច្បាស់មែនតើល្អមែនតើអញ្ចឹងសម្រាប់ Isuzu ដោយអូនបានជំរាបបងពីខាងដើមវីដេអូអញ្ចឹងគឺល្អមែនតើទៅលើទំនុកចិត្តទៅលើការប្រើប្រាស់ហើយទៅលើការមើលថែទាំរថយន្តរបស់បងប្អូនព្រោះដោយសារតែយើងមានខាង service ខាងអីគឺគាត់ដល់ពេលវេលាគឺគាត់ call ហើយគាត់ call តែអតិថិជនហើយដើម្បីឲ្យគាត់មក check up ឡានអូខេមានអ្វីបន្ថែមទៀតទេអូនចាសម្រាប់ចំណុចរថយន្ត Isuzu របស់យើងនេះគឺយើងបានបង្ហាញជូនបងប្អូននេះអញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្្នឹងណាយើងមានតែប៉ុណ្្នឹងទេណាហើយអូខេនៅចំណុចមួយទៀតចង់នាំអារម្មណ៍បងទៅមើលឡានដែលអតិថិជនគាត់បានកំងចាបងបាទអញ្ចឹងឥឡូវយើងនាំអារម្មណ៍បងទៅមើលរថយន្ត1តោនកន្លះដែលយើងមកពាក់ជាប្រភេទទូស្ងួតណាដែលយើងបានរៀបចំរួចជាសាច់ទុកសម្រាប់ជូនទៅអតិថិជននេះគឺជារថយន្ត Isuzu 1តោនកន្លះដែលយើងមកពាក់ជាប្រភេទទូស្ងួតណាហើយសម្រាប់ឡាន1តោនកន្លះនេះពេលដែលមកពាក់លើទូស្ងួតបែបនេះគឺមានសភាពសុខសាន្តមែនទែនអញ្ចឹងខ្ញុំចង់បង្ហាញទៅតាក់ទងទៅនឹងខាងក្នុងទូតើវាមានសភាពធំទូលាយប៉ុណ្ណាអូខេអូនបន្ថែមបានចាសម្រាប់រថយន្តនេះគឺជាប្រភេទរថយន្តទូស្ងួត1តោនកន្លះសម្រាប់រថយន្តនេះបងប្អូនយកទៅធ្វើទ្រុងគឺបានដល់ទៅ3ម៉ែត្រកន្លះសម្រាប់បដ ாய் ហើយតតឹងគឺបាន1ម៉ែត្រ9ចាអញ្ចឹងមានទំហំធំមែនតើបងប្អូនងាយស្រួលប្រើប្រាស់អញ្ចឹងសម្រាប់បងដែលកំពុងតែមានតម្រូវការទៅលើអាជីវកម្មដែលគាត់ជាលក្ខណៈគាត់ដឹកដូចជាបើយើងនិយាយមែនតើទៅអានេះវាស័ក្តិសមមែនតើសម្រាប់គាត់ដឹកអីវ៉ាន់ដូចជាអីវ៉ាន់កញ្ចប់ឬមួយក៏កេសប៊ីយ៉ាឬមួយក៏ភេសជ្ជៈទឹកសុទ្ធគឺត្រូវមែនតើសម្រាប់ប្រភេទទូស្ងួតនេះទីមួយប្រភេទទូនេះគឺអត់ជ្រាបទឹកទេបងប្រើបានរយៈពេលបានយូរមែនតើហើយអត់ជ្រាបទឹកហើយយើងមានការធានាត្រឹមត្រូវពីខាងការជួសជុលទៀតអញ្ចឹងសូមនាំអារម្មណ៍បងមកខាងមុខរថយន្តរបស់យើងសម្រាប់ការ design ដូចខាងបងបានបញ្ជាក់ជូនមកអញ្ចឹងគឺសម្រាប់1តោនកន្លះនេះគឺមានសភាពសុខសាន្តមែនទែនទាក់ទងទៅនឹង logo
ផុសតែម្ដងហើយយើងមកពាក់ជាមួយនឹង intercool turbo intercool មានន័យថាជួយឲ្យរថយន្តរបស់យើងហ្នឹងសំចៃស្ទុះហើយឡើងកម្ដៅល្អប្រើមែនតើបងអញ្ចឹងពីពួកយើងទាំងពីរនាក់គឺយើងមានតែប៉ុណ្្នឹងទេបើសិនជាក្នុងករណីបងមានចងល់អ្វីបន្ថែមឬមួយក៏ចង់ឆាតសួរព័ត៌មានអ្វីបន្ថែមអាចតាក់ទងមកពួកយើងបានតាមរយៈ page Facebook ផ្លូវការរបស់រថយន្ត Isuzu Truck Cambodia ពួកយើងរីករាយនឹងស្វាគមន៍ជូនទៅបងហើយកុំអោយឱកាសកន្លងផុតទៅដោយសារតែប្រជុំនេះគឺយើងមាន promotion ច្រើនមែនតើអូខេខ្ញុំមកសវណ្ណរា នាងខ្ញុំសៀកណេង បាទយើងតែពីរនាក់សូមរំលឹកកាយគ្រប់លា